안녕하세요, 여러분. 이 기숙사 안에 있는 표지판으로 맞지 않은 것을 고르십시오. sốជ្រើសរើសអ្វីដែលមិនត្រឹមត្រូវតាមរយៈផ្លាកសញ្ញាដែលមាននៅក្នុងកន្លែងស្នាក់នៅរួមណាបាទគីសុកសា 저는 가구 공장에서 일합니다. ខ្ញុំធ្វើការនៅក្រុមហ៊ុនគ្រឿងសង្ហារឹម 그리고 공장 안에 있는 기숙사에서 삽니다. ហើយខ្ញុំរស់នៅកន្លែងស្នាក់នៅរួមដែលមាននៅក្នុងរោងចក្រឬក៏នៅក្នុងក្រុមហ៊ុន 기숙사에서는 많은 사람들이 같이 사니까 찍셔야 할 것도 많습니다. ដោយសារតែបាទសារកន្លែងនេះគឺសាល់តាណាបាទប៉ុន្តែនេះរីអ៊ឺជួបជាមួយនេះអឿនរីអ៊ឺត្រូវបានលុបចោលយើងដឹងសង្ឃឹមថាយើងដឹងទាំងអស់គ្នាកន្លែងហ្នឹងដោយសារតែរស់នៅជាមួយនឹងមនុស្សជាច្រើនជុំគ្នានៅកន្លែងស្នាក់នៅរួមហ្នឹងហេតុដូច្នេះហើយមានចំណុចឬក៏មានច្បាប់វិន័យជាច្រើនដែលយើងត្រូវតែគោរពណា 밤 10시 이후에는 큰 소리로 떨뜨면 안 되고 밤 12시 전까지는 기숙사에 들어와야 합니다. អញ្ចឹងចាប់ពីណាបាទមានថាចាប់ពីម៉ោង10យប់ទៅបាទគឺមិនអោយឮសំឡេងឡូឡាបាទតទិតាឡូឡាឬក៏សំឡេងខ្លាំងៗរំខានដល់អ្នកដទៃហ្នឹងអញ្ចឹងគឺមិនអោយឮសំឡេងខ្លាំងសំឡេងឡូឡាហើយត្រូវតែបាទត្រឡប់ចូលមកកន្លែងស្នាក់នៅវិញត្រឹមម៉ោង12យប់ណា 또한 기숙사 건물 안에서는 담배도 배우면 안 되고 술도 마시면 안 됩니다. ម្យ៉ាងទៀតបាទគឺមិនអោយជក់បរិយឬក៏ហាមជក់បរិយនិងផឹកស្រានៅក្នុងកន្លែងអគារស្នាក់នៅណាបាទអញ្ចឹងគឺគេមិនអនុញ្ញាតឲ្យជក់បរិយនិងផឹកស្រាទេបាទជក់បរិយផឹកស្រាណា 그리고 음식을 만들 먹을 수 없습니다. ហើយគឺมันអាចណាបាទมันអាចចម្អិនអាហារញ៉ាំបានទេណាបាទគឺมันអាចធ្វើម្ហូបអាហារនៅកន្លែងស្នាក់នៅបានទេបាទអញ្ចឹងមួយនេះទៀត 그렇지만 음식을 싸 가지고 와서 먹는 것은 괜찮습니다. ក៏ប៉ុន្តែយើងអាចបាទយើងអាចទិញអាហារបាទអាហារស្រាប់ណាយកមកញ៉ាំបានឬក៏មិនអីទេណាបាទអញ្ចឹងមានថាយើងអាចទិញអាហារស្រាប់យកមកញ៉ាំបានបាទអញ្ចឹងគឺមួយនេះអញ្ចឹងកន្លែងហ្នឹងគឺខុសគឺយើងអាចទិញយកមកញ៉ាំបានអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយលេខ3ណា